បាទស្វាគមន៍មកកាន់វីដេអូបន្ទាប់របស់Economics Cambodia អញ្ចឹងថ្ងៃនេះយើងមកមើលពីMonopoly ហ្នឹងគឺក្រុមហ៊ុនដែលគាត់ផ្ដាច់មុខណាបាទបានន័យថាក្នុងទីផ្សារហ្នឹងគឺមានតែគាត់មួយឯរ៉ូស៊ីនៅលើមុខរបរឬក៏អាជីវកម្មហ្នឹងអញ្ចឹងណាបាទអញ្ចឹងមុនដំបូងយើងមកមើលពី introduction of Monopoly នឹងបន្តិចសិនតើស្អីទៅជា Monopoly នឹងអញ្ចឹងណាបាទអញ្ចឹង Monopoly ហ្នឹងជារួមគឺមានន័យថាគាត់គឺជាអ្នកលក់ផ្ដាច់មុខនៅផលិតផលឬក៏សេវាកម្មនៅក្នុងទីផ្សារហ្នឹងហើយអត់មានផលិតផលឬក៏សេវាកម្មណាដូចឬក៏ស្តៀងនឹងគាត់ទេហើយជាទូទៅ Monopoly ហ្នឹងគឺគាត់មានmarket power ហ្នឹងគឺបានន័យថាគាត់មានសិទ្ធិមានអំណាចinfluence ទៅលើ market price តម្លៃនៅក្នុងទីផ្សារទាក់ទងនឹងផលិតផលឬក៏សេវាកម្មដែលគាត់លក់ហ្នឹងណាបាទអញ្ចឹងខុសពី competitive firm ដែលគាត់អត់មាន market power ទេ competitive firm ហ្នឹងគឺក្រុមហ៊ុនដែលមានលក់ផលិតផលឬក៏សេវាកម្មស្តៀងគ្នានៅក្នុងទីផ្សារអញ្ចឹងបើនៅក្នុងទីផ្សារហ្នឹងមានអ្នកលក់ផលិតផលឬក៏សេវាកម្មហ្នឹងដូចគ្នាច្រើនអញ្ចឹងពួកគាត់ហ្នឹងអត់មាន market power ទេតែ Monopoly គឺគាត់មាន market power ដែលគាត់អាចកំណត់តម្លៃបានអញ្ចឹងណាបាទអញ្ចឹងមួយទៀតright due to barrier to entry other firm cannot enter the market to compete with it អញ្ចឹងនិយាយទៅអត់មានក្រុមហ៊ុនណាផ្សេងអាចចូលទៅប្រកួតប្រជែងបានទេនៅក្នុងទីផ្សារ Monopoly ហ្នឹងណានៅក្នុងពេលដែលក្រុមហ៊ុនមួយគាត់ផ្ដាច់មុខបាទអញ្ចឹងអានេះ3 barrier to entry អញ្ចឹងអានេះគឺជាហេតុផលដែលអត់អាចក្រុមហ៊ុនផ្សេងចូលទៅក្នុងទីផ្សារបានមានដូចជា Monopoly នេះគឺគាត់ a single firm own the key resource គាត់ជាក្រុមហ៊ុនមួយដែលគាត់គ្រប់គ្រងទៅលើធនធានសំខាន់សម្រាប់ផលិតផលឬក៏សេវាកម្មហ្នឹងអញ្ចឹងណាបាទអញ្ចឹងឧទាហរណ៍ដូចជានេះDB នេះដែលគាត់ own most of the world diamond mine DB នេះគឺគាត់គ្រប់គ្រងភាគច្រើននៃរ៉ែពេជ្ររបស់ពិភពលោកបាទហើយមួយទៀតគឺ government regulation អញ្ចឹងពេលខ្លះរដ្ឋាភិបាលក៏គាត់ផ្ដល់សិទ្ធិផ្ដាច់មុខទៅឲ្យក្រុមហ៊ុនណាមួយដើម្បីផលិតផលឬក៏សេវាកម្មនឹងដែរហើយការផ្ដល់សិទ្ធិរបស់រដ្ឋាភិបាលនោះមានដូចជាការផ្ដល់នៅប័ណ្ណបតង់ឬក៏ copyright law កម្មសិទ្ធិបញ្ញាអញ្ចឹងណាបាទហើយមួយទៀតយើងមកមើលអំពីbarrier to entry ដដែលគឺយើងមើលទៅលើ production process a natural monopoly a single firm can produce the entire market queue at lower cost than could several firm បានន័យថានិយាយទៅជាធម្មជាតិក្រុមហ៊ុន monopoly ក្រុមហ៊ុនផ្ដាច់មុខហ្នឹងគឺគាត់អាចផលិតផលិតផលឬក៏សេវាកម្មដើម្បីបំពេញនៅតម្រូវការទីផ្សារទាំងមូលហ្នឹងនៅក្នុងតម្លៃថោកជាងក្រុមហ៊ុន2-3ឬក៏ក្រុមហ៊ុនច្រើនផ្ដល់នៅសេវាកម្មឬក៏ផលិតផលហ្នឹងដូចគ្នានៅក្នុងទីផ្សារអញ្ចឹងឧទាហរណ៍យើងឃើញអាកន្លែងពងហមហ្នឹងគេដាក់ថាឧទាហរណ៍ថាការផ្គត់ផ្គង់អគ្គិសនីមានផ្ទះ1000ខ្នងដែលត្រូវការអគ្គិសនីអញ្ចឹងACT ហ្នឹងគឺ average total cost អញ្ចឹង average total cost របស់ក្រុមហ៊ុនហ្នឹងមួយវាប្រកាសជាទាបជាងបើសិនជាយើងឲ្យក្រុមហ៊ុនមួយហ្នឹងគាត់រាយខ្សែភ្លើងគាត់រាយបកគោលភ្លើងដើម្បីផ្ដល់អគ្គិសនីទៅឲ្យផ្ទះរបស់ប្រជាជនទាំង1000ខ្នងហ្នឹងបាទប៉ុន្តែបើសិនជាយើងឲ្យក្រុមហ៊ុន2-3ទៅផ្ដល់ភ្លើងដល់អគ្គិសនីទៅឲ្យប្រជាជនដែលមានផ្ទះប្រហែល1000ខ្នងហ្នឹងអញ្ចឹងក្រុមហ៊ុន2ឬក្រុមហ៊ុន3ហ្នឹងគាត់ត្រូវដាក់បកគោភ្លើងផ្សេងគ្នាគាត់ត្រូវរាយខ្សែភ្លើងផ្សេងគ្នាអញ្ចឹងaverage total cost របស់ពួកគាត់នឹងកើនឡើងព្រោះគាត់នឹងត្រូវចែកផ្ទះគ្នាឲ្យគាត់អ្នកនេះត្រូវឧទាហរណ៍ថាមានក្រុមហ៊ុន2អញ្ចឹងម្នាក់ត្រូវផ្ដល់ភ្លើងអគ្គិសនីទៅ500ផ្ទះអញ្ចឹង average total cost របស់ក្រុមហ៊ុនទាំងពីរនោះនឹងកើនឡើងហើយអញ្ចឹងបើសិនជាយើងឲ្យតែក្រុមហ៊ុនមួយគាត់
ដំឡើងបកគោភ្លើងហើយនឹងរាយខ្សែភ្លើងគឺ average total cost របស់គាត់នឹងថោកជាងក្រុមហ៊ុនពីរអញ្ចឹងគាត់នឹងលក់អគ្គិសនីហ្នឹងនៅក្នុងតម្លៃថោកដែរអញ្ចឹងណាបាទអញ្ចឹងជាទូទៅអញ្ចឹងក្រុមហ៊ុន monopoly ហ្នឹងគឺគាត់អាចមាន average total cost ថោកជាងបើសិនជាឲ្យក្រុមហ៊ុន2ឬ3ឬច្រើនចូលទៅក្នុងទីផ្សារហ្នឹងបាទហើយសង្ខេបឲ្យខ្លីមកគឺMonopoly ហ្នឹងគឺជាក្រុមហ៊ុនដែលគាត់sole seller in the market គាត់ជាអ្នកលក់ផ្ដាច់មុខនៅក្នុងទីផ្សារហ្នឹងបងហើយ Monopoly ហ្នឹងគឺវាកើតឡើងដោយសារតែមានក្រុមហ៊ុនហ្នឹងគាត់ own key resource គាត់កាន់កាប់នៅធនធានសំខាន់ដើម្បីផលិតផលិតផលឬក៏សេវាកម្មហ្នឹងហើយមួយទៀតពេលខ្លះរដ្ឋាភិបាលគឺគាត់ក៏ផ្ដល់សិទ្ធិផ្ដាច់មុខទៅឲ្យក្រុមហ៊ុននឹងដើម្បីផលិតផលិតផលឬក៏សេវាកម្មនឹងដែរដើម្បីផ្គត់ផ្គង់ទីផ្សារទាំងមូលនឹងដោយសារតែការធ្វើអញ្ចឹងរដ្ឋាភិបាលគាត់មើលឃើញថាវានឹងជួយឲ្យក្រុមហ៊ុនមួយហ្នឹងអាចផ្ដល់តម្លៃទៅដល់ប្រជាពលរដ្ឋឬក៏អតិថិជនហ្នឹងនៅក្នុងតម្លៃថោកជាងឲ្យក្រុមហ៊ុនច្រើនចូលឧទាហរណ៍ដូចជាការរាយបកគោភ្លើងហើយនឹងខ្សែភ្លើងមុនហ្នឹងអញ្ចឹងបើមានក្រុមហ៊ុនច្រើនគាត់នឹងត្រូវរាយបកគោភ្លើងរៀងខ្លួនគាត់ត្រូវដាក់ខ្សែរៀងខ្លួនអញ្ចឹងណាបាទហើយករណីទឹកក៏ដូចគ្នាបើសិនជាយើងឲ្យក្រុមហ៊ុនច្រើនផ្គត់ទឹកអញ្ចឹងក្រុមហ៊ុន2គាត់នឹងត្រូវរាយទយោទឹកនៅក្រោមដីនឹង2ហើយអញ្ចឹងគាត់ត្រូវចែកប្រជាជនគ្នានៅក្នុងនេះខណ្ឌនេះអ្នកក្រុមហ៊ុននេះខណ្ឌនោះក្រុមហ៊ុននោះអញ្ចឹង average total cost របស់គាត់នឹងកើនឡើងពេលណា average total cost កើនឡើងគាត់ក៏នឹងលក់លទ្ធផលរបស់គាត់ហ្នឹងមានទឹកនិងអគ្គិសនីហ្នឹងថ្លៃតាមនឹងដែរអញ្ចឹងណាបាទហើយមួយទៀតMonopoly នេះគឺ face a downward sloping demand curve for its products បាទហ្នឹងហើយអញ្ចឹងវីដេអូថ្ងៃហ្នឹងមានខ្លីប៉ុណ្ណឹងហើយអរគុណបើសិនជាមានសំណួរអីអាចសួរនៅខាងក្រោមវីដេអូនេះបានជួបគ្នានៅវីដេអូក្រោយ